bạn trong số lực của người từng ở kia trong video này đấy trong bài hai lực luôn là cru pika thua tay vì cháy nếu không cầm thì bị thòm bạn chẳng đâm bấy châu tới cầm thì bị thòm bán đâm bấy thua tay vì cháy bán cứ dừng chọn nhận lừa profile bạn chọn lừa profile là hàng làm đài nắng tao mà tiết dừng chọn nhận lừa bình chí sắc bạn tao mà tiết được người chọn nhận lừa bình chí sắc sắc rồi bọc trong bạn chẳng nếu không đi đấy trong bạch lục run này cru đại tha đầm bầy thưa tay vì chạy bán lutra na tay lục run này cru bán thưa sa nóng quạt bán thưa tay đầm chăn nắm rư trong chăn nắm rư của dân hào dạng thế tha cal ấm ruột quạt tụ bán là tập hall bán chẳng là tập hall này cứ chia này tay rồi bỏ quát như này tha quạt thưa tay nơi khăn đầm chăn nắm trong chăn nắm nắng bán này tay f máy hay nâng cần được chia bán chẳng từ quạt ai thưa tay vì cháy nước nóng cam vị thì thòm bàn bạn chẳng là bởi thưa tay vì cháy bán dương miền pí nước nóng này dương miền phía xa khám hay nâng cần được chia chẳng là bởi thưa tay vì cháy chẳng xem xong bằng hàng phía xa khám chẳng dương chọn lớn bài này móc cứ nâng chanh mọc tiền bài này bạn chẳng ca thưa tay vì cháy nên lơ cam vị thì thòm này cứ miền sầm nô piประเภท đại sầm nô ประเภท นี้คือ chia สำนวน ได้ sa ឆ្លើយ ครู ជា អ្នក ចុច ជ្រើសរើស ចម្លើយ ចឹង គ្រូ គាត់ នឹង ស្ដាប់ ចម្លើយ របស់ សិស្ស ហើយ សម្រាប់ ថា សិស្ស ក្នុង ឆ្លើយ សិស្ស ដែល គាត់ ឆ្លើយ ខុស ឬ ក៏ ឆ្លើយ ត្រូវ ចឹង បើ សិន ជា សិស្ស គាត់ ឆ្លើយ ខុស គឺ គ្រូ ត្រូវ ចុច រាង ការ៉េ បាទ បើ សិន ជា សិស្ស នឹង គាត់ ឆ្លើយ មក ត្រូវ គឺ យើង ចុច រាង រង្វង់ នេះ បាន មួយ ទៀត គឺ ករណី ដែល សិស្ស គាត់ mình ឆ្លើយ សំណួរ ភ្លាម មាន ន័យ ថា គាត់ ប្រើ ពេល យូរ ពេក ដើម្បី ឆ្លើយ សំណួរ ចឹង ពេល ដែល លោកគ្រូ អ្នកគ្រូ រងចាំ សំណួរ លោកគ្រូ អ្នកគ្រូ ត្រូវ រាប់ នៅ ក្នុង ចិត្ត ដែរ រយៈ ពេល 5 វិនាទី ចឹង ពេល ដែល បង្ហាញ សំណួរ ទៅ លោកគ្រូ អ្នកគ្រូ រាប់ នៅ ក្នុង ចិត្ត 1 2 3 4 5 ចឹង ទៅ បើ សិន ជា សិស្ស អត់ ឆ្លើយ ទេ គឺ សូម លោកគ្រូ អ្នកគ្រូ ចុច រាង ការ៉េ មាន ន័យ ថា ខុស បាទ ចឹង យើង ចុច បន្ត មក ទៀត បាទ ចឹង នៅ ក្នុង នេះ ដែរ ខ្ញុំ សូម បង្ហាញ នេះ គឺ ខ្ញុំ សូម ចុច ឲ្យ សិស្ស នេះ គាត់ ខុស តែ ម្ដង ទៅ បាន ដើម្បី បង្ហាញ លោកគ្រូ អ្នកគ្រូ ចឹង នេះ គ្រាន់តែ ជា ឧទាហរណ៍ ទេ បាទ បាទ ចុងក្រោយ គឺ យើង ចុច ដាក់ ស្នើ ប្រឡង បាទ ចឹង ចុច ដាក់ ស្នើ មក បាទ បន្ទាប់ពី ចុច ដាក់ ស្នើ មក វា នឹង ឃើញ បង្ហាញ បែប នេះ បាទ ចឹង សិស្ស ឈ្មោះ ឆៃ រតនា នេះ គឺ គាត់ ធ្វើ បាន តែ 8% ទេ មាន ន័យ ថា គាត់ ស្ថិត នៅ ក្នុង កម្រិត 1 ភាសា ខ្មែរ របស់ គាត់ ស្ថិត នៅ ក្នុង កម្រិត 1 បើ សិន ជា គាត់ ធ្វើ បាន ចាប់ ពី 80% ឡើង ទៅ គឺ ទើប គាត់ អាច ចូល ទៅ កម្រិត 2 បាន បាទ ចឹង ខ្ញុំ សូម បង្ហាញ គណិត វិទ្យា ម្ដង បាទ ចឹង យើង ចុច នៅ លើ គណិត វិទ្យា បែប នេះ ហើយ ការ ឆ្លើយ សំណួរ ដូច គ្នា ដែរ បច្ចេកលោកគ្រូ ពេល ដែល ឃើញ សំណួរ បែប នេះ គឺ យើង គ្រូ ជា អ្នក ចុច ចម្លើយ បាទ បាទ ចឹង ចង់ បញ្ជាក់ លោកគ្រូ អ្នកគ្រូ ដែរ ពេល ដែល មក ដក សំណួរ បែប នេះ គឺ ជា សំណួរ ដែល សិស្ស គាត់ តម្រូវ ឲ្យ គាត់ ចុច ជ្រើសរើស ចម្លើយ ដោយ ខ្លួន ឯង ចឹង មុន នឹង ពេល ដែល លោកគ្រូ អ្នកគ្រូ សម្រាប់ ឲ្យ សិស្ស គាត់ ជ្រើសរើស ចម្លើយ ដោយ ខ្លួន ឯង សូម លោកគ្រូ អ្នកគ្រូ មេត្តា បញ្ជាក់ កូន សិស្ស ឲ្យ បាន ច្បាស់ ថា ការ ជ្រើសរើស ចម្លើយ ដោយ ខ្លួន ឯង នេះ តើ តែ ចាំ សិស្ស គាត់ នឹង អាច ឆ្លើយ បាន សំណួរ ចម្លើយ នឹង គាត់ អាច ឆ្លើយ បាន ដោយ ខ្លួន ឯង គាត់ អាច ដឹង ថា មួយ ណា ជា ចម្លើយ ត្រូវ មួយ ណា ជា ចម្លើយ ខុស ចាំ គាត់ ជ្រើសរើស មាន ន័យ ថា ប
បើសិនជាគាត់អត់អាចឆ្លើយបានទេឬក៏គាត់មិនច្បាស់អំពីចម្លើយទេគឺយើងមិនលើកទឹកចិត្តឲ្យគាត់ទាយឬក៏គាត់ចុចព្រាវទេព្រោះថាបើសិនណាជាគាត់ព្រាវឬក៏គាត់ទាយទៅចំចម្លើយដែលជាចម្លើយត្រឹមត្រូវអញ្ចឹងការរៀនរបស់គាត់គឺអត់ចំអ្វីដែលគាត់ត្រូវរៀនទេព្រោះយើងចង់ដឹងថាតើគាត់នៅខ្វះចន្លោះចំណុចណាដើម្បីត្រូវរៀនបន្ថែមអញ្ចឹងបើគាត់ចន្លោះដែលគាត់ត្រូវរៀនបន្ថែមហ្នឹងតែចែកដនអីគាត់ចេះតែចុចទៅជាត្រូវអញ្ចឹងក៏យើងពិបាកជួយគាត់ឲ្យចំកន្លែងដែលគាត់ត្រូវការដែរបាទអញ្ចឹងមុននឹងលោកគ្រូអ្នកគ្រូឲ្យគាត់ចុចដោយខ្លួនឯងសូមលោកគ្រូអ្នកគ្រូបាទបញ្ជាក់សិស្សឲ្យបានច្បាស់បាទខ្ញុំសូមទៅបន្តទៀតបាទចុងក្រោយយើងដាក់ស្នើបាទអញ្ចឹងដូចគ្នាដែរជាលទ្ធផលគឺសិស្សនេះគាត់ធ្វើបានតែ 4% ទេសម្រាប់មុខវិជ្ជាគណិតវិទ្យាដែលគាត់ត្រូវការ 80% ឡើងទៅទើបគាត់អាចចូលទៅកម្រិត 2 ឬក៏កម្រិត 3 អញ្ចឹងបើគាត់ធ្វើបានក្រោម 80% ដូចអ្វីដែលកំពុងបង្ហាញនេះគាត់ធ្វើបានតែ 4% ទេអញ្ចឹងមានន័យថាសិស្សនេះគឺគាត់ត្រូវរៀនគណិតវិទ្យាកម្រិត 1 ដោយភាសាខ្មែរដែរបាទអរគុណ